ជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាតែនេះខ្ញុំមានវីដេអូមួយតាក់ទងនឹង topic how public Wi-Fi steal your data and how HTTPS protect you អញ្ចឹងយើងចូលទៅកាន់ចំណុចដំបូងរបស់យើងតាក់ទងនឹងសុវត្ថិភាពនៅលើ public Wi-Fi អញ្ចឹងយើងគួរដឹងថាតើ public Wi-Fi នេះភាគច្រើនយើងជួបនៅណាខ្លះភាគច្រើន public Wi-Fi នេះគឺយើងជួបនៅតាមហាងកាហ្វេ airport ឬក៏ស្ថាគារអីចឹងភាគច្រើនគឺគេមាន public Wi-Fi នេះដើម្បីឲ្យ customer គេប្រើប្រាស់ប៉ុន្តែយើងមិនចេះតែប្រើទេអាចនឹងយើងកំពុងប្រើ public Wi-Fi ហ្នឹងជាមួយ hacker ឬក៏ scammer ក៏ថាបានអញ្ចឹងយើងត្រូវតែការពារបង្ការជាមុនកុំឲ្យ data របស់យើងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយត្រូវការពារ data របស់យើងឲ្យបានត្រឹមត្រូវមកដល់ឡែងនេះអ្នកនរគ្នាប្រហែលជាមានសំណួរឯងថាតើ hacker នឹងលួចទិន្នន័យយើងបាននៅរបៀបណាខ្លះអញ្ចឹងក្នុងវីដេអូនេះខ្ញុំលើកយក3ចំណុចដែល hacker នឹងប្រើដើម្បីលួចទិន្នន័យរបស់យើងទី1គឺ packing sniffing ទី2 evil twin attack ទី3 man in the middle អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់ច្បាស់ពីចំណុចមួយដែល hacker នឹងលួចយក data របស់យើងអញ្ចឹងចូលមកដល់ចំណុចនេះគឺខ្ញុំលើកយកចំណុចការលួចយកស្កាត់មើលទិន្នន័យឬក៏គេហៅថា packing sniffingពេលដែលយើងប្រើប្រាស់ public Wi-Fi ភាគច្រើនគឺអត់មាន encryption ទេនៅក្នុងកាហ្វេអីចឹងគេជួនកាលគេដាក់លេខកូដងាយឬក៏ជួនកាលគេអត់ដាក់លេខកូដមកដើម្បីឲ្យ customer របស់គេហ្នឹងក៏ចូលទៅ connect ចូល Wi-Fi ហ្នឹងមកប៉ុន្តែពេលខ្លះជនឆ្លៀតឱកាសភាគច្រើនពេលភ្ជាប់ Wi-Fi ជាមួយយើងអញ្ចឹងគេគ្រាន់តែប្រើប្រាស់ Wireshark ឬក៏កម្មវិធីងាយដើម្បីចាប់យក packet ទិន្នន័យរបស់យើងនៅក្នុងខ្យល់ហ្នឹងហើយពេលដែលយើងចូលទៅកាន់កម្មវិធី website របៀបថាអត់មានសុវត្ថិភាពសម្រាប់យើងគិតទិន្នន័យរបស់យើងអញ្ចឹងគេអាចមើលឃើញ password ឬក៏សារផ្សេងៗបានយ៉ាងងាយអញ្ចឹងអាហ្នឹងឯងដែលគេហៅថា packet sniffing ចំពោះចំណុចទី2គឺនិយាយពីការបង្កើត Wi-Fi คล้ายៗឬគេហៅថា evil twin attack ចឹងជនខលខូចមួយចំនួនពេលខ្លះគេចង់បានទិន្នន័យរបស់យើងម្នាក់ហ្នឹងចង់បានទិន្នន័យរបស់យើងអញ្ចឹងហើយគេបានបង្កើត Wi-Fi คล้ายៗមួយដែលស្តៀងនៅនឹងកន្លែងដែលយើងនៅនិយាយទៅមានឈ្មោះស្តៀងគ្នាអញ្ចឹងពេលយើងចូលទៅដល់យើងអត់បានចាប់អារម្មណ៍ទេថា Wi-Fi ហ្នឹងជា Wi-Fi คล้ายៗអញ្ចឹងយើងពេលដែលយើង connect ទៅនៅក្នុងនៅពេលទូរស័ព្ទរបស់យើង connect ទៅកាន់ Wi-Fi คล้ายៗនោះណា data របស់យើងទាំងអស់ហ្នឹងនឹងត្រូវឆ្លងកាត់កុំព្យូទ័ររបស់ hacker ឬក៏និយាយទៅឆ្លងកាត់ hacker នឹងមុននឹងទៅដល់អ៊ីនធឺណិតអញ្ចឹងគឺវាគ្រោះថ្នាក់មែនតើឧទាហរណ៍យើងយក Wi-Fi នេះទៅបើកកុងតនីគេអញ្ចឹងគេដឹងទាំងអស់ថាយើងកំពុងតែចូលទៅកាន់ app អីហើយគេដឹង pass key passcode យើងទាំងអស់អញ្ចឹងវាគ្រោះថ្នាក់មែនតើពេលយើងប្រើប្រាស់ Wi-Fi คล้ายៗចូលមកដល់ចំណុចទី3និយាយពីការកាត់ស្ទាក់ចន្លោះកណ្ដាលឬក៏គេហៅថា man in the middle MITM និយាយចឹងប្រហែលជាអត់យល់ទេមិនទៅកាត់ស្ទាក់ចន្លោះកណ្ដាលមិនអត់យល់អាហ្នឹងវាថា hacker ហ្នឹងឈរនៅចន្លោះទូរស័ព្ទរបស់យើងមួយ router វាថាទូរស័ព្ទរបស់យើងនៅម្ខាងហើយ router នៅម្ខាងហើយ hacker ហ្នឹងនៅកណ្ដាលហើយគេវាថាពេលយើងប្រើ Wi-Fi នឹងឆ្លងកាត់ hacker ហ្នឹងគេអាចកែប្រែទិន្នន័យឬក៏នាំយើងទៅកាន់ website คล้ายៗដែលគេអាចលួចព័ត៌មានការធនាគារឬក៏គណនីរបស់យើងបានយ៉ាងងាយស្រួលអាហ្នឹងហើយដែលគេហៅថា man in the middle ឥឡូវយើងមកបន្តជាមួយនឹងអីទៅជា HTTPS ហ្នឹងវាជួយអីខ្លះដល់យើងអញ្ចឹង HTTPS ហ្នឹងពាក្យពេញរបស់វាគឺ Hypertext Transfer Protocol Secure អាហ្នឹងគឺជា protocol សុវត្ថិភាពដែលបង្កើតការពារនិយាយទៅការពារprivacy របស់យើងរវាងកម្មវិធី browser ហើយនិង server នៃ website នីមួយៗអញ្ចឹងទោះបីជាយើងប្រើប្រាស់ public Wi-Fi ដែលមាន hacker ក៏ដោយបើសិនបើwebsite ហ្នឹងវាមាន HTTPSវាថាអានោះសម្គាល់រូបកូនសោអញ្ចឹង hacker អត់អាចលួចយកទិន្នន័យយើងបានទេ HTTPS ហ្នឹងវាការពារយើងមានដំណាក់កាល3សំខាន់ទី1គឺ encryption គឺគេប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា TLS និង SSL TLS ហ្នឹងពាក្យពេញរបស់វា Transport Layer Security ហើយ SSL ហ្នឹង Secure Socket Layer អាហ្នឹងគឺជាបច្ចេកវិទ្យាសុវត្ថិភាពឬក៏គេហៅថា Cryptographic Protocol ដែលប្រើសម្រាប់ដាក់កូដសម្ងាត់ទិន្នន័យពេលបញ្ចូលតាមរយៈអ៊ីនធឺណិតហ្នឹងវានឹងមានអ្នកនៅពីក្រោយដែលគេហៅថា HTTPS ហ្នឹងជាអ្នកមើលឃើញ browser ហ្នឹង
នឹងឯងចឹងនិយាយស្រួលទៅពួកវាជាជួយការពារ privacy របស់យើងដែលជួយការពារ data ដូចជាលេខកូដសម្ងាត់ឬការធនាគារមិនឲ្យ hacker ស្កាត់លួចមើលបានចំណុចមួយទៀតTLS និង SSL ហ្នឹងវាជាអ្នកបំលែងអត្ថបទហើយវាថាយើងវាយ hello ទៅក្នុងនោះអញ្ចឹងមិនតែវាបំលែងទៅជាអីផ្សេងដូចជាទៅបំលែងទៅជា A8 A9 អីចឹង hacker នឹងមកយល់អីចឹងហើយវាជួយការពារយើងមកតង់ទៀតដំណាក់កាលទី2គឺវាប្រើ authentication អាហ្នឹងវាថា digital certificate ដើម្បីបញ្ជាក់ថាយើងកំពុងប្រើនៅលើ server ពិតប្រាកដមិនមែន server คล้ายៗឬក៏ server fake វាថាវាជួយការពារ make sure ថាយើងនឹងអត់ចូលទៅកាន់ server របស់ hacker ដែលវា hack យកទិន្នន័យរបស់យើងដំណាក់កាលទី3គឺវាមើលទៅលើ data integrity ធានាថា data របស់យើងនឹងអត់អាចឲ្យ hacker ចូលកែឬក៏បន្ថែមមេរោគឬក៏អីកំឡុងពេលដែលយើងបញ្ជូនឬក៏យើងកំពុងប្រើប្រាស់អញ្ចឹងឯង hacker អត់អាចបញ្ជូន link មេរោគចូលមកកាន់website ដែលយើងកំពុងប្រើប្រាស់នឹងបានទេអញ្ចឹងអាហ្នឹងវាជួយការពារយើងមកតង់ទៀតslide បន្ទាប់នេះគឺគ្រាន់តែជាតារាងដែលសង្ខេបពីសុវត្ថិភាពរបស់ HTTPS ហេអញ្ចឹងយើងអាចមើលបានវាមាន3ដំណាក់កាលហ្នឹងចូលមកដល់ចំណុចថ្មីមួយទៀតតើអ្វីទៅដែល HTTPS នឹងអាចលាក់បាំងពី hacker បានទោះបីជា HTTPS នឹងវាមានអត្ថប្រយោជន៍ច្រើនក៏ដោយប៉ុន្តែគុណសម្បត្តិរបស់វាក៏មានខ្លះដែរមិនមែនអត់សោះទេនិយាយទៅរបស់ណាក៏មានគុណវិបត្តិនិងគុណសម្បត្តិរបស់វាដែរអញ្ចឹង HTTPS ក៏ដូចគ្នា HTTPS ហ្នឹងវាត្បិតតែវាអាចការពារទិន្នន័យដូចជា password chat ឬក៏ credit card បានក៏ដោយប៉ុន្តែបើ hacker ហ្នឹងនៅតែគ្រប់គ្រង public Wi-Fi របស់យើងហ្នឹងណាវានៅតែមើលឃើញដែរថាយើងកំពុងប្រើឧទាហរណ៍ឈ្មោះ domain name ហើយនិង website វានៅតែមើលឃើញអញ្ចឹងប៉ុន្តែក៏វាអត់ដឹងថាយើងនឹងកំពុងតែលេងឆាតមួយណាគេឬក៏យើងកំពុងតែនៅលើ page ណាទី2គឺទំហំទិន្នន័យនិងពេលវេលាវានៅតែដឹងអញ្ចឹងថាយើងប្រើអាហ្នឹងម៉ោងប៉ុន្តែគ្រាន់តែអត់ដឹងថាយើងនឹងកំពុងតែលេងមួយណាគេទេចូលមកដល់ចំណុចចុងក្រោយវីដេអូរបស់យើងគឺជាវិធីសាស្ត្របន្ថែមក្នុងការការពារសុវត្ថិភាពទិន្នន័យរបស់យើងអញ្ចឹងយើងគួរតែប្រើVPN មុននឹងភ្ជាប់ទៅកាន់ Wi-Fi public Wi-Fi អញ្ចឹង VPN ហ្នឹងវាជួយលាក់កូដដែលចរាចរលើអ៊ីនធឺណិតរបស់យើងហើយលាក់ទាំង domain name ទៀតកុំឲ្យ hacker មើលឃើញទី2គឺបិទ auto connect Wi-Fi យើងកុំចេះតែបើកអាហ្នឹងចោលពេលខ្លះដឹង Wi-Fi មកពីណាយើងចេះតែ connect វាអាចបាត់បង់ទិន្នន័យរបស់យើងដល់ដឹងខ្លួនទី3គឺការពិនិត្យមើលរូបសោនោះតំណាងឲ្យ TTPI អញ្ចឹងពេលយើងចូល website ចូលអីចឹងយើងត្រូវពិនិត្យមើលសិន make sure សិនថាហ្នឹងវាសុវត្ថិភាពអត់សម្រាប់យើងប្រើប្រាស់ទៅវាសុវត្ថិភាពកុំឲ្យមានពួក scam ពួកអីចូលមកក្នុងប្រើប្រាស់ទិន្នន័យរបស់យើងអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ Thank you teacher and everyone for watching my video